លោកគ្រូនេះឥឡូវខ្ញុំឡុកទៅ user លោកគ្រូហើយខ្ញុំឡុកទៅ user លោកគ្រូនៅក្នុងប្រព័ន្ធហ្នឹងនេះអញ្ចឹងពេលលោកគ្រូឡុកមកលោកគ្រូឃើញ dashboard ដូចគ្នាអញ្ចឹងខ្ញុំគិតថាលោកគ្រូប្រហែលជា training មួយខ្ញុំយូរហើយប្រហែលជាអាចភ្លេចអញ្ចឹងកន្លែងនេះគឺលោកគ្រូសួរមិញថាតើ OD បញ្ចូលទិន្នន័យអត់អញ្ចឹងណាលោកគ្រូបាទយើងទៅចែកគ្នា 2-3 វគ្គហ្នឹងមក OD គឺមានគាត់ថាមានទិន្នន័យសម្រាប់បញ្ចូល PhD ខ្លះក៏គាត់មានដែរទិន្នន័យគាត់ណាអញ្ចឹងសួរថាបញ្ចូលនៅកន្លែងណា OD បាទអញ្ចឹងលោកគ្រូបើកផ្ទាំងបញ្ចូលទិន្នន័យមកអញ្ចឹងលោកគ្រូមើលកន្លែងនេះ OD សង្កែលោកគ្រូបាទអញ្ចឹងលោកគ្រូកុំ select សង្កែនេះលោកគ្រូ select នេះពាក្យថាការរិខ្ញុំសេដាក់ការរិចុច1ហើយស្រុកប្រតិបត្តិសង្កែអាហ្នឹងគឺជាកន្លែងបញ្ចូលទិន្នន័យសម្រាប់ OD បាទលោកគ្រូអត់ចាំបាច់យកទិន្នន័យពីមណ្ឌលសុខភាពមកបញ្ចូលទៀតទេអញ្ចឹងលោកគ្រូព្រោះឯទិន្នន័យនោះលោកគ្រូមើលឃើញទាំងអស់ហើយលើកលែងតែ OD លោកគ្រូ select មកអញ្ចឹងលោកគ្រូ select ខែណាដែលត្រូវបញ្ចូលមកសំណួរសួរថាតើ OD មានទិន្នន័យអីខ្លះដែលបញ្ចូលអញ្ចឹងលោកគ្រូនៅ OD លោកគ្រូដឹងហើយតើមានទិន្នន័យអីខ្លះដែលលោកគ្រូត្រូវបញ្ចូលទិន្នន័យចំណាយទឹកភ្លើងប្រាក់ខែបុគ្គលិកបាទទិន្នន័យអីហ្នឹងជាពិសេសគឺថវិការបស់រដ្ឋាភិបាលដែល PhD តម្លាក់មកលោកគ្រូហ្នឹងអញ្ចឹងលោកគ្រូឃើញហើយលោកគ្រូបញ្ចូលគឺនៅតែខាងតារាងខាងក្រៅគេនេះបាទវិភាគចំណូលចំណាយនេះលោកគ្រូអញ្ចឹងលោកគ្រូមើលទៅទិន្នន័យដូចជាប្រាក់បៀវត្សបុគ្គលិកអីហ្នឹងចំណាយហ្នឹងហើយទឹកភ្លើងអីហ្នឹងបាទលោកគ្រូអូសចុះក្រោមមកលោកគ្រូឃើញហើយបាទឱសថបាទអគ្គិសនីទឹកភ្លើងប្រេងឥន្ធនៈអីបើសិនជាមានលោកគ្រូវាយមកបាទហើយវាយតាមជួរលោកគ្រូដឹងហើយថវិកាហ្នឹងបោះណាបោះរដ្ឋាភិបាលលោកគ្រូវាយពីក្រោមជួររដ្ឋាភិបាលមកអាហ្នឹងសំណួរទី1លោកគ្រូថាមាន OD បញ្ចូលអត់មានបញ្ចូលអញ្ចឹងលោកគ្រូបើអត់ទេលោកគ្រូចំហទៅលោកគ្រូមិនចាំបាច់បញ្ចូលទេបន្ទាប់មកអ្វីដែលលោកគ្រូត្រូវមើលគឺមើលទៅទិន្នន័យរបស់មណ្ឌលទេតើមណ្ឌលបញ្ចូលបានត្រឹមត្រូវអត់នៅលើ dashboard លោកគ្រូឃើញហើយមណ្ឌលណាខ្លះបញ្ចូល load នៅលើ dashboard ហើយអ្នកដែលអត់ឃើញឈ្មោះលើហ្នឹងគឺមានន័យថាមណ្ឌលហ្នឹងអត់ទាន់បញ្ចូលទិន្នន័យទេអញ្ចឹងលោកគ្រូអាហ្នឹងទី1ទី2ពាក់ព័ន្ធនឹងរបាយការណ៍ដែលលោកគ្រូសួរថាទាំងរបាយការណ៍ត្រូវ print មិនអីមិននៅលើ data set report អត់ទេលោកគ្រូយើងចូលរបាយការណ៍មកយើងយកវាគឺនៅ standard report មិនមែន data set ទេណាលោកគ្រូគឺ standard បាទហើយរបាយការណ៍ទី1ដែលយើងត្រូវនេះមុនគេហ្នឹងគឺរបាយការណ៍វិភាគចំណូលចំណាយប្រចាំត្រីមាសដែលលោកគ្រូត្រូវរាយការណ៍ប្រចាំត្រីមាសហ្នឹងបាទគឺលោកគ្រូ select ឈ្មោះ PhD លោកគ្រូមកហើយឈ្មោះ OD លោកគ្រូមកអញ្ចឹងបើលោកគ្រូចង់ព្រានត្រីមាសលោកគ្រូ select ត្រីមាសឆមាសយកឆមាសឆ្នាំយកឆ្នាំអញ្ចឹងលោកគ្រូឲ្យឆ្នាំ select មក2025មើល2024ហើយត្រីមាសទីប៉ុន្មានបាទទី1ទី2បាទឧទាហរណ៍ទី2លោកគ្រូចុច get report មកអញ្ចឹងលោកគ្រូអូសមកក្រោមនឹងឃើញហើយនេះទឹកលុយដែលលោកគ្រូបញ្ចូលហ្នឹងគឺវានៅនឹងសរុបមកទាំងអស់ទាំង OD ទាំង PhD ដែលបានបញ្ចូលហើយគឺសរុបមកនឹងរួមអញ្ចឹងលោកគ្រូអាច print បានហើយចុច download PDF មក print ទី1ទី2របាយការណ៍ប្រចាំខែវិភាគចំណូលចំណាយប្រចាំខែនេះលោកគ្រូក៏អាចទាញបានដូចគ្នាមិញនឹងលោកគ្រូ select មកបាទលោកគ្រូចង់មើលមណ្ឌលមួយណាឬក៏លោកគ្រូចង់មើលរួមមក OD មកលោកគ្រូ select តែឈ្មោះ OD មកបានហើយ select យកខែមកលោកគ្រូចង់មើលពីខែណាដល់ខែណាឧទាហរណ៍លោកគ្រូចង់មើលខែ1បាទថ្ងៃ1ដល់ថ្ងៃ31អញ្ចឹងមកឧទាហរណ៍បាទលោកគ្រូចុច get report នេះមកអញ្ចឹងលោកគ្រូឃើញនេះតួលេខខែ1មានប្រមាណអញ្ចឹងហូរហែអញ្ចឹងមកលោកគ្រូអាច download ចេញហើយបាទ download ចេញទៅធ្វើជារបាយការណ៍មួយទៀតករណីប្រើប្រាស់សេវាដែលលោកគ្រូផ្ញើមកមុននឹងថាលោកគ្រូចំណាំផ្ញើរបាយការណ៍នឹងទៅឲ្យ PhD នេះលោកគ្រូមិនចាំបាច់ផ្ញើទេលោកគ្រូអាច print ពីនឹងបានបាទឲ្យតាមមណ្ឌលសុខភាពបញ្ចូលឲ្យអស់លោកគ្រូ print បានអញ្ចឹងសំណួរថាលោកគ្រូចង់មើលតែ OD ឬក៏មើលមណ្ឌលសុខភាពទាំងអស់ឬក៏ចង់មើលមណ្ឌលសុខភាពមួយណាបើសិន OD លោកគ្រូ select មកបាទឧទាហរណ៍លោកគ្រូចង់មើលបាទឧទាហរណ៍ពីខែ1ដល់ខែ10បាទលោកគ្រូ select មកហើយលោកគ្រូចុច get report មកបាទ
ពេលហ្នឹងវានឹងសរុបមក OD តែបើលោកគ្រូថាអត់ទេឥឡូវខ្ញុំចង់មើលដល់សុខភាពទាំងអស់បាទលោកគ្រូមិនselect អាកាយអាឡ័យទេ select បានន័យថា PhD OD របស់លោកគ្រូខ្លួនឯងអញ្ចឹងបាទទេយើងយកដល់សុខភាពទាំងអស់មកបាទតាមទីពេទ្យស្រុកទាំងអីហ្នឹងលោកគ្រូ select ទាំងអស់ហ្នឹងមកបាទប៉ុណ្ណឹងមកលោកគ្រូចុច get report ម្ដងទៀតមកនេះអញ្ចឹងលោកគ្រូឃើញមណ្ឌលសុខភាពទាំងមន្ទីរពេទ្យដែលនៅក្រោម OD លោកគ្រូគឺមានតួលេខប៉ុណ្ណឹងមកហ្មងបាទអញ្ចឹងលោកគ្រូអាចព្រីនហ្នឹងយកទៅឲ្យមេបានដូចគ្នាហ្នឹងសរុបទាំងអស់ហើយនៅក្នុងហ្នឹងបាទហ្នឹងគឺជាអ្វីដែលយើងត្រូវបោះពុម្ពរបាយការណ៍លោកគ្រូមានប៉ុណ្ណឹងឯងបាទហើយព័ត៌មានចំណូលហេតុឯវត្ថុនេះក៏យើងអាចធ្វើបានដូចគ្នាអញ្ចឹងលោកគ្រូបាទលោកគ្រូយកខេត្តបាត់ដំបងបាទលោកគ្រូយក OD សង្កែលោកគ្រូចង់មើលតែ OD លោកគ្រូឬក៏ចង់មើលមណ្ឌលណាស្រេចលោកគ្រូឡើងនេះលោកគ្រូស្រេចមណ្ឌលបានណាតែលោកគ្រូចង់មើលតែ OD សរុបហ្មងលោកគ្រូយកមកបាទខ្ញុំយកពីបាទខែ1ដល់ខែ10ដូចគ្នាមកបាទលោកគ្រូចុច get report មកអញ្ចឹងនេះវាសរុបមកបងពេញថ្លៃបញ្ចុះថ្លៃចុះបងថ្លៃលើកឡើងបាទថវិកាផលិតជំងឺក្រៅអីហ្នឹងប្រមាណលោកគ្រូឃើញនៅក្នុងហ្នឹងមក OD លោកគ្រូតែម្ដងបាទអញ្ចឹងលោកគ្រូក៏អាចព្រីនអាហ្នឹងបានដែរអញ្ចឹងណាបាទហ្នឹងរបាយការណ៍យើងគឺមានទាំងអស់ហើយលោកគ្រូអញ្ចឹងសំណួរលោកគ្រូសួរខ្ញុំគិតថាមាននៅក្នុងហ្នឹងអស់ហើយលោកគ្រូបាទអរគុណ